សួស្តីថ្ងៃនេះខ្ញុំនិយាយអំពីផ្នែក Rinnegan ដែលជាផ្នែកខ្លាំងជាងគេបំផុតនៅក្នុងរឿង Naruto Rinnegan ត្រូវបានគេចាត់ទុកថាជាផ្នែកដែលមានថាមពលខ្លាំងបំផុតតើវាមានប្រវត្តិបែបណានិងថាមពលអ្វីខ្លះអញ្ចឹង Rinnegan បានលេចឡើងដំបូងគេបំផុតដោយ Hakuromo Otsutsuki ដែលជាអ្នកបង្កើត Ninjutsu នៅក្នុងពិភព Naruto គាត់ទទួលបានផ្នែកមួយនេះបន្ទាប់ពីជួយសង្គ្រោះពិភពលោកពីការវាយប្រហាររបស់ Ten Tail ដែលជា Tail Beast មួយដែលខ្លាំងជាងគេបំផុតរបៀបសម្គាល់មើល Rinnegan គឺវាមានតម្រង់ជារង្វង់នៅលើផ្នែកហើយវាមានតាមពណ៌នីមួយៗតែជាទូទៅគឺវាមានពណ៌ស្វាយហើយវាត្រូវបានជឿថាអ្នកដែលមាន Rinnegan ហ្នឹងអាចជាអ្នកបង្កើតឬជាអ្នកបំផ្លាញដោយសារតែផ្នែកមួយនេះគឺវាមានថាមពលខ្លាំងអញ្ចឹងគឺវាអាស្រ័យលើគោលគំនិតអ្នកដែលគ្រប់គ្រងទៅលើ Rinnegan នេះ Rinnegan មានថាមពលពិសេសជាច្រើនដូចជាទី1អាចគ្រប់គ្រង Chakra Nature Type ទាំង5បានមានដូចជាទឹកដីភ្លើងខ្យល់ជាមួយនឹងរន្ទះទី2គឺអាចគ្រប់គ្រងទៅលើជីវិតរបស់អ្នកស្លាប់ដូចជាការជប់ជីវិតមនុស្សដែលស្លាប់ហើយរស់ឡើងវិញទី3គឺជាធម្មពលសេក Six Path ដែលក្នុងនោះវាបានជួយឲ្យអ្នកដែលមាន Rinnegan ហ្នឹងមានធម្មពលដូចជា Deva Path គឺជាការគ្រប់គ្រងទៅលើទំនាញហើយនៅក្នុងហ្នឹងគឺមានក្បាច់ធំពីរមាន Shinra Tensei ហើយនិង Shibaku Tensei ហើយមួយទៀតគឺ Asura Path ជំនាញរបស់ Asura Path ឬក៏ technique ហ្នឹងគឺអាចជប់រាងកាយណាផ្នែកណាមួយទៅជាគ្រឿងម៉ាស៊ីនតាមដែលចិត្តចង់បានហើយមួយទៀតយើងមានHuman Path ធម្មពលរបស់វាគឺអាចអាននៅគំនិតហើយចាប់ស្រូបយកព្រលឹងយកទៅគ្រប់គ្រងហើយមួយទៀតយើងមាន Animal Path ធម្មពលគឺអាចហៅសត្វដូចទៅនឹង Naruto ហៅកែប Sasuke ហៅពស់ហ្នឹងប៉ុន្តែសត្វទាំងអស់ហ្នឹងគឺមានមកជាមួយនៅផ្នែក Rinnegan ដូចទៅនឹងអ្នកដែលបានហៅវាមកដែរហើយមួយទៀតគឺ Petra Path គឺជំនាញក្នុងការស្រូប Chakra មិនថា Chakra ប្រភេទណាគឺវាអាចស្រូបយកបានទាំងអស់ហើយមួយចុងក្រោយហ្នឹងគឺ Naraka Path វាគឺជាការហៅស្ដេចនរកដើម្បីមកសួរចម្លើយឬក៏អាចជួយព្យាបាលទៅលើផាតផ្សេងដែលត្រូវបានវាយប្រហារអញ្ចឹងនៅក្នុងរឿង Naruto Rinnegan វាមិនគ្រាន់តែជាផ្នែកដែលមានថាមពលខ្លាំងប៉ុណ្ណោះទេប៉ុន្តែវាបង្ហាញពីនិមិត្តសញ្ញានៃការទទួលខុសត្រូវដោយសារតែអ្នកដែលមានផ្នែកមួយនេះគឺមានថាមពលខ្លាំងអាចធ្វើអ្វីក៏បានអញ្ចឹងអ្នកដែលមាន Rinnegan នៅក្នុងរឿង Naruto ហ្នឹងគឺមាន Madara Uchiha ដែលជា Villain ជាមួយនឹង Sasuke Uchiha និង Nagato Uzumaki ហើយពួកគេទាំងអស់នេះគឺត្រូវជ្រើសរើសរវាងធម្មពលដើម្បីការពារពិភពលោកឬក៏បំផ្លាញពិភពលោកវាបង្រៀនយើងថាធម្មពលដែលខ្លាំងគឺត្រូវការអ្នកដែលមានសុចរិតភាពដើម្បីប្រើប្រាស់វាទៅធម្មពលហ្នឹងប្រើប្រាស់ទៅបានត្រឹមត្រូវចំពោះធម្មពលហ្នឹងបើសិនជាធ្លាក់ទៅលើដៃ Villain ដូច Madara វានឹងអាចបង្កើតជាការបំផ្លាញពិភពលោកអីចឹងទៅប៉ុន្តែចំពោះ Madara ក៏យើងមិនអាចរាប់គាត់ថាជា Villain ដោយសារការយល់ឃើញរបស់គាត់គឺចង់លុបបំបាត់សង្គ្រាមក៏ប៉ុន្តែនៅក្នុងផ្លូវផ្សេងដែលគិតខុសពី Hokage អញ្ចឹងយើងសរុបមកវិញពាក់ព័ន្ធជាមួយនឹងផ្នែក Rinnegan ហ្នឹងគឺជាផ្នែកដែលមានធម្មពលនិងសារៈសំខាន់ខ្លាំងវាបង្ហាញពីតុល្យភាពនៃការបង្កើតនិងការបំផ្លាញ
ចឹងសូមអរគុណសម្រាប់ការស្ដាប់តើអ្នកនរគ្នាចូលចិត្តតួអង្គណាដែរចំពោះអ្នកដែលមានរៀននៃការប្រើក្នុងចំណោម Nagato Madara ជាមួយនឹង Sasuke អាច comment នៅខាងក្រោមហើយកុំភ្លេចចូលចុច like និង subscribe ដើម្បីទទួលបានវីដេអូផ្សេងៗទៀត